នឹងជាការឧទាហរណ៍តែខ្ញុំចង់លើកទឹកចិត្តបងប្អូននេះប្រើជាមួយនឹងអបថានេះច្រើនជាងព្រោះអីអបថានេះយើងផលិតពីកាកសំណល់យើងអត់ទៅកាប់បំផ្លាញធនធានធម្មជាតិដើម្បីយកមកផលិតទេនេះគឺជាគំនិតច្នៃប្រឌិតដ៏ល្អមែនទែនដែលគាត់បានកែច្នៃកាកអំពៅដែលជាសម្រាមផលិតធ្វើទៅជាអុសបរិស្ថានដែលមានតម្លៃហើយក៏ដូចជាមានសុវត្ថិភាពទៅដល់អ្នកប្រើប្រាស់តែបើសិនជាប្រៀបធៀបជាមួយធ្យូងខ្ញុំលើកទឹកចិត្តបងប្អូនគ្នានេះសាកងាកមកមើលអុសនេះអុសបរិស្ថាននេះព្រោះអុសនេះគឺអត់មានបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់យើងទេគឺផលិតពីកាកសំណល់សុទ្ធបើយើងក៏លេចទៅមើលធ្យូងតើតើយើងទៅកាប់ព្រៃឈើបានយើងបានធ្យូងមកប្រើចានេះគឺជាចំណុចសំខាន់ដែលចាទៅពេលយើងគឺយើងប្រើសម្រាមអាសម្រាមបងមែនអត់កាកអំពៅវាខ្លាយទៅជាសម្រាមបាទអូកាកអំពៅនេះគឺកើតក្រោយចង្ក្រានបរិស្ថានទេដោយសារតែយើងបង្កើតវាឡើងដែលយើងចង់ support ជាមួយនឹងចង្ក្រានរបស់យើងដែលមានស្រាប់នឹងព្រោះវាត្រូវគ្នាមែនតើចង្ក្រានក៏បរិស្ថានអស់ក៏បរិស្ថានអញ្ចឹងខ្ញុំចង់ឲ្យបងណែនាំចង្ក្រានបរិស្ថាននេះនៅក្នុងវីដេអូនឹងតែម្ដងទៅដើម្បីឲ្យបងប្អូនក៏បានស្គាល់ផងចង់ឲ្យប្រជាពលរដ្ឋខ្មែរយើងបានស្គាល់ហើយបានប្រើទៀតថាតើវាល្អកម្រិតណាចាបងអរគុណច្រើនបងដោយបងប្អូនទាំងគ្នាបានទស្សនាវីដេអូនេះឃើញថានេះគឺជាចង្ក្រានបរិស្ថាន AV1 ដែលយើងផលិតនៅក្នុងប្រទេសកម្ពុជាយើងដោយកូនខ្មែរយើងផ្ទាល់ហើយមូលហេតុដែលយើងផលិតនៅមកកើតចង្ក្រានបរិស្ថាននេះឡើយគឺដោយសារយើងមើលឃើញថានៅក្នុងប្រទេសកម្ពុជាយើងនេះគឺសម្បូរធនធានធម្មជាតិខ្លាំងមែនទែនដែលយើងអាចយកមកកែច្នៃនិងប្រើប្រាស់បានឧទាហរណ៍ដូចជាអុសកាកអំពៅនេះឬក៏កំទេចកំទីមេឈើកាកសំណល់ជាសកៃដូងត្រឡោកដូងអីក៏យើងអាចយកមកប្រើប្រាស់បានដែរបើយើងក៏លេចមើលទៅកាលពីដើមមកបើយើងមានមេឈើតូចសកៃដូងឬក៏ត្រឡោកដូងឬក៏ក្របថ្នល់គឺយើងអត់អាចយកទៅប្រើជាមួយអុសជាមួយចង្ក្រានយើងបានទេពីចាញ់គឺយើងដុតចោល 100% ក៏ប៉ុន្តែនៅពេលដែលយើងមានចង្ក្រានបរិស្ថាននេះហើយដល់ការសំណល់ជំវិញបរិស្ថានយើងទាំងអស់នោះយើងប្រើប្រាស់ជាមួយនឹងចង្ក្រានបរិស្ថាននេះបានដោយសារចង្ក្រានបរិស្ថាននេះចំណុចសំខាន់ដែលយើងធ្វើឲ្យមានរូបរាងផ្គុំឬក៏បង្កើតនេះឡើងដោយសារទីមួយចង្ក្រានបរិស្ថាននេះគឺសំចៃច្រើនខ្លាំងមែនទែនរហូតដល់ 65% នៃការប្រើប្រាស់ធម្មតាមិនថាគាត់ប្រើជាមួយអុសបរិស្ថានគាត់ប្រើជាមួយនឹងអុសឬក៏ធ្យូងអីទេគឺមានការសំចៃច្រើនខ្លាំងមែនទែនបានបង 65% បងអាចឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ឥឡូវខ្ញុំនិយាយជាមួយធ្យូងចុះបើយើងប្រើជាមួយនឹងចង្ក្រានលើ1គីឡូយើងប្រើបានតែម្ដងនេះសម្រាប់ការដាំបាយធ្វើម្ហូបអីចឹងណាតែបើប្រើមួយចង្ក្រានបរិស្ថាននេះបានដល់រហូតដល់4ដង1គីឡូធ្យូងយើងប្រើមួយចង្ក្រានធម្មតាបានម្ដងដាំបានម្ដងតែដល់ពេលប្រើមួយចង្ក្រានបរិស្ថាននេះបានរហូតដល់4ដងបាទនឹងជាការឧទាហរណ៍តែខ្ញុំចង់លើកទឹកចិត្តបងប្អូននេះប្រើជាមួយនឹងអុសបរិស្ថាននេះច្រើនជាងព្រោះអីអុសបរិស្ថាននេះយើងផលិតពីកាកសំណល់យើងអត់ទៅកាប់បំផ្លាញធនធានធម្មជាតិដើម្បីយកមកផលិតទេចំណុចបន្ទាប់នោះគឺចង្ក្រានបរិស្ថានយើងអាចសេរីឲ្យភ្លើងឆេះតិចឆេះខ្លាំងបានណាបាទបើសិនឧទាហរណ៍តែយើងចាប់ផ្ដើមបង្កាត់ភ្លើងដាំបាយយើងបើកង្ហាលនេះកន្លែងនេះគឺជាកងតាស់កង្ហាលអញ្ចឹងនៅខាងក្រោមបាតចង្ក្រានយើងគឺមានកង្ហាលមួយទៀតបាទអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមបង្កាត់ភ្លើងភ្លាមភ្លើងនឹងចាប់ដើមឆេះមកខ្លាំងភ្លាមតែម្ដងអញ្ចឹងឧទាហរណ៍ថាបើសិនយើងដាំបាយយើងដល់ពេលភូមិបាយភូមិអីចឹងយើងអាចបន្ថយបលិនកន្លែងនេះទៅគឺភ្លើងចាប់ដើមស្រកទៅហើយវាខុសពីចង្ក្រានធ្យូងធម្មតាព្រោះចង្ក្រានធ្យូងធម្មតាយើងចង់បន្ថយតើយើងដកធ្យូងចេញតែអត់ទេគេមានម៉ូលីអត់គេមានកន្លែងបន្ថយបិទបើកទៀតបាទ